បើសូមគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពិតជាកម្របានឃើញប្រាសាទមួយនេះដែលពួនសំងំដោយព្រៃព្រឹក្សាបង្កប់នៅអាតកំបាំងសម្រាប់អ្នកស្រាវជ្រាវគឺប្រាសាទបេងមីលាពុកម៉ែបងប្អូនទាំងអស់គ្នាប្រាសាទបេងមីលាត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ14ហិកតាដែលស្ថិតនៅក្នុងភូមិបេងមីលាស្រុកស្វាយលើខាងកើតជើងភ្នំគូលែនប្រាសាទនេះមិនមានសិលាចារឹកណាមួយបញ្ជាក់អំពីការសាងសង់ដោយព្រះមហាក្សត្រអង្គណានោះទេប៉ុន្តែអ្នកស្រាវជ្រាវមួយចំនួនបានយល់ថាប្រាសាទបេងមីលាត្រូវបានសាងសង់នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2អ្នកស្រាវជ្រាវមួយចំនួនបានប្រៀបធៀបប្រាសាទបេងមីលាទៅនឹងប្រាសាទអង្គរវត្តអ្នកខ្លះអាងថាប្រាសាទបេងមីលាគឺជាគំរូសម្រាប់សាងសង់ប្រាសាទអង្គរវត្តលោកសុកវិសាលមន្ត្រីបច្ចេកទេសប្រចាំប្រាសាទបេងមីលាបានបញ្ជាក់ថាការស្រាវជ្រាវនានាក្រោយមកអ្នកជំនាញសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានអាងថាប្រាសាទបេងមីលាមិនមែនជាគំរូសាងសង់ប្រាសាទអង្គរវត្តនោះទេអតីតបុរាណវិទូនិងបច្ចុប្បន្នគឺជាមគ្គុម្ទេសកលោកឡុងតូនបានយល់ថាប្រាសាទបេងមីលាត្រូវបានសាងសង់នៅដើមសតវត្សទី12ពោលគឺក្រោយការសាងសង់ប្រាសាទអង្គរវត្តនោះទេលោកឡុងតូនបានយល់បែបនេះដោយផ្អែកទៅលើចម្លាក់ដែលមានទំនាក់ទំនងទៅនឹងព្រះពុទ្ធសាសនាតិចតួចចម្លាក់នេះហើយដែលជាតតាំងសម្រាប់ឲ្យអ្នកស្រាវជ្រាវយល់ថាប្រាសាទនេះសាងសង់នៅសតវត្សទី12អ្នកស្រាវជ្រាវយល់ថាប្រាសាទបេងមីលាសង់នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2និងអ្នកស្រាវជ្រាវផ្សេងទៀតបានយល់ថាបេងមីលាសាងសង់នៅក្នុងរាជ្យព្រះបាទធរណីវរ្ម័នទី2ដែលជាស្ដេចសោយរាជទី1ដែលកាន់ព្រះពុទ្ធសាសនាព្រះបាទធរណីវរ្ម័នទី2គឺជាបិតារបស់ព្រះបាទជ័យវរ្ម័នទី7ចំណុចពិសេសដែលគួររំលឹកមករយៈអំពីប្រាសាទបេងមីលានេះគឺប្រជុំជននិងផ្លូវបុរាណបេងមីលាមិនមែនជាប្រាសាទដែលសង់នៅឆ្ងាយអំពីទីប្រជុំជននោះទេបេងមីលាគឺជាចំណុចប្រសពនៃផ្លូវបុរាណដែលចេញអំពីតំបន់អង្គរឆ្ពោះមកកាន់បេងមីលារួចបំបែកទៅកាន់កោះកេររហូតដល់ប្រាសាទវត្តភូដែលស្ថិតនៅក្នុងប្រទេសឡាវនាពេលបច្ចុប្បន្នផ្លូវមួយខ្សែទៀតបំបែកចេញអំពីប្រាសាទបេងមីលាទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយដែលស្ថិតនៅក្នុងខេត្តព្រះវិហារលោកឡុងតូនបានយល់ថាប្រាសាទបេងមីលាគឺជាទីប្រជុំជនដ៏ធំមួយនៅសម័យអង្គរនោះដែរអ្នកជំនាញរូបនេះបានយល់ថាចាស់បុរាណសាងសង់ប្រាសាទនេះមិនមែនដោយចៃដន្យនោះទេគឺប្រាសាទនេះក៏មិនមែនជាគំរូសម្រាប់សាងសង់ប្រាសាទអង្គរវត្តនោះដែរបេងមីលាគឺជាប្រាសាទដ៏ធំហើយអាចឆ្លុះបញ្ចាំងអំពីសហគមន៍បុរាណនៅទីនោះគឺធំប្រាសាទនេះអាចឲ្យយើងស្វែងយល់អំពីអរិយធម៌ឬទំនាក់ទំនងអរិយធម៌រវាងអង្គរនិងតំបន់ផ្សេងៗគឺមិនមែនជារឿងចៃដន្យនោះទេសម្រាប់ស្ថាបត្យកម្មសំណង់យើងមើលឃើញអំពីទំហំថ្មគុណភាពថ្មគឺបេងមីលាមានស្ថាបត្យកម្មដ៏អស្ចារ្យប៉ុន្តែសម្រាប់ខ្ញុំបច្ចេកទេសសំណង់បេងមីលាមានបច្ចេកទេសសំណង់ខ្សោយនិងខ្វះខាតច្រើនលោកឡុងតូនមានចំណាប់អារម្មណ៍អំពីប្រាសាទបេងមីលាដូចនេះប្រាសាទបេងមីលាហាក់បីដូចជាឯកាជាងប្រាសាទផ្សេងៗទៀតបន្តិចនៅពេលដែលខ្មែរផ្លាស់ប្ដូររាជធានីពីតំបន់អង្គរប្រាង្គប្រាសាទភាគច្រើនត្រូវបានឫសឈើចាក់ចូលព័ទ្ធពេនដែលធ្វើឲ្យប្រាសាទបែកបាក់យ៉ាងច្រើនកូនរុក្ខជាតិបានដុះពីពេញតោងទៅលើប្រាង្គប្រាសាទរយៈពេលយូរឆ្នាំរហូតរុក្ខជាតិលូតលាស់កាន់តែធំឡើងដើមឈើធំទាំងនោះក៏បានដួលដេកមកលើប្រាង្គប្រាសាទដែលធ្វើឲ្យប្រាសាទបេងមីលាបែកបាក់ខ្លាំងឬឈើទាំងនេះហ៊ុំព័ទ្ធទៅលើប្រាង្គប្រាសាទបង្កើតទៅជាទិដ្ឋភាពគួរឲ្យចង់ទស្សនាប៉ុន្តែដើមឈើទាំងនេះក៏ជាចំណែកមួយដែលបំផ្លាញប្រាសាទបេងមីលាឲ្យបាត់បង់ទម្រង់ដើមនាពេលបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាមិនឲ្យដើមឈើបំផ្លាញប្រាសាទទៀតនោះទេអប្សរាថែរក្សាដើមឈើជុំវិញប្រាសាទដែលមានតួនាទីការពារនិងរក្សាសំណើមថ្មព្រមទាំងទប់ទល់ខ្យល់កន្ត្រាក់មកលើប្រាសាទមន្ត្រីបច្ចេកទេស
នៅប្រាសាទបេមីលៀលោកសុកវិសាលបានបញ្ជាក់ថាធម្មជាតិនិងការបោះបង់រាជធានីធ្វើឲ្យប្រាសាទនេះបែកបាក់ច្រើនប៉ុន្តែមនុស្សគឺជាអ្នកបំផ្លាញប្រាសាទនេះនៅពេលដែលផ្លាស់ប្ដូររាជធានីនិងសម័យសង្គ្រាមចាស់រស់នៅតំបន់នោះបន្តជំនាន់បានបញ្ជាក់ថាមនុស្សជឿថានៅក្នុងប្រាសាទមានរបស់មានតម្លៃដូច្នេះពួកគេបានជីកកកាយទាញយកវត្ថុមានតម្លៃដែលធ្វើឲ្យប្រាង្គប្រាសាទដួលរលំនេះបញ្ជាក់អំពីនេះជាការបញ្ជាក់របស់លោកសុកវិសាលប្រាសាទបេមីលៀមិនសន្ធិដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេដូច្នេះបេមីលៀមិនត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនោះទេបើតាមអង្គការ UNESCO ប្រាសាទបេមីលៀសន្ធិដ្ឋនៅក្នុងបញ្ជីបណ្ដោះអាសន្ននៅក្នុងការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលកម្ពុជាបានស្នើរៀបចំឯកសារជាផ្លូវការកាលពីថ្ងៃទី27 ខែមីនា ឆ្នាំ2020បាទជសូមបញ្ចប់ទៅបានតែតំណេះសិនតើបងប្អូនជួយយ៉ាងណាអាចទៅទស្សនានៅប្រសិននោះបានបាទសូមអរគុណនិងសូមគោរពលា